សួស្តីប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីកាសែត Thai Nation រាយការណ៍នៅថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025ឧត្តមសេនីយ៍ណាត់ផនណាផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានថ្លែងយ៉ាងម៉ឺងម៉ាត់តាក់ទងនឹងស្ថានភាពប្រាសាទតាក្របីក្នុងខេត្តសុរិន្ទលោកគូបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់យោធាថៃក្នុងការទាមទារយកប្រាសាទនេះមកវិញឧត្តមសេនីយ៍ណាត់ផនគូបញ្ជាក់ថាគណៈរដ្ឋមន្ត្រីថៃមិនទាន់បានពិភាក្សាអំពីបញ្ហាប្រាសាទតាក្របីនៅឡើយទេហើយបញ្ជាក់ជាថ្មីថាវានៅតែជាផ្នែកមួយនៃប្រទេសថៃលោកបានបញ្យល់បន្ថែមថាការពិភាក្សាអំពីការដោះលែងអ្នកទោសទាហានកម្ពុជា18នាក់នៅតែដំណើរការទេប៉ុន្តែលោកសង្កត់ធ្ងន់ថាគ្មានប្រធានបទផ្សេងទៀតទេរួមទាំងការបើកច្រកព្រំដែនរហូតដល់បញ្ហាប្រាសាទតាក្របីនេះត្រូវបានដោះស្រាយលោកបញ្ជាក់ថាថៃមិនទទួលយកការគ្រប់គ្រងរបស់កម្ពុជាលើប្រាសាទតាក្របីនោះទេនៅពេលសួរថាតើបញ្ហាអ្នកទោសនឹងត្រូវបានប្រើជាចំណាប់ដើម្បីជំរុញការចរចាលើប្រាសាទដែរឬអត់ឧត្តមសេនីយ៍រូបនេះបញ្ជាក់ថាគ្មានការចរចាណាមួយកើតឡើងទេតាក់ទងនឹងប្រាសាទខ្នាដែលមានទីតាំងនៅស្រុកកាប់ឈើងលោកបានលើកឡើងថាការពិភាក្សាបន្ថែមនឹងត្រូវដាក់ស្នើតែទោះជាយ៉ាងណាលោកសង្កត់ធ្ងន់តែលើប្រាសាទតាក្របីដែលត្រូវផ្ដល់អាទិភាពជាមុនឧត្តមសេនីយ៍រូបនេះក៏បានបញ្ជាក់ដែរថាប្រទេសថៃនឹងនាំយកបញ្ហានេះទៅកាន់អង្គការសហប្រជាជាតិដោយចោទកម្ពុជាថារំលោភអនុសញ្ញាក្រុងហ្សឺណែវនិងអូតាវ៉ាហើយបានបញ្ជាក់ជាថ្មីអំពីជំហរដ៏រឹងមាំរបស់ថៃថានឹងទាមទារយកទឹកដីរួមទាំងប្រាសាទតាក្របីមកវិញទាំងអស់